បាទសួស្តីបងប្អូនថ្ងៃនេះអ្នកភូមិគាត់របស់នឹងសល់ពីកាលគាត់យកមកជាឲ្យដល់ផ្ទះជាគោមខ្លាឃ្មុំគោមនេះធំទៀតຂະຫນາດ8ហ៊ុនណាបងប្អូនហ្នឹងហើយគោមខ្លាឃ្មុំຂະຫນາດ8ហ៊ុនគោមបរហោនេះខ្ញុំឆ្កឹះបន្តិចបរហោអានេះបើសិនជើដោះបន្តិចទៅផ្លុំលឺហើយបោងសាច់ក្រាស់នេះកញ្ចក់ជើងមុខហ្នឹងហើយចកជើងមុខហ្នឹងហើយចកជើងមុខកញ្ចក់ខ្លាឃ្មុំគឺយើងចាស់បុរាណដែលខ្ញុំនៅក្មេងៗគេតែងតែយកទៅចងពាក់ឲ្យកូនក្មេងការពារពពួកអមនុស្សកញ្ចក់ខ្លាឃ្មុំហ្នឹងហើយកូនក្មេងគឺប្រើបានហ្នឹងហើយក្មេងៗដែលឯងតែយំអីហ្នឹងគឺយើងយកចងឲ្យពាក់ទៅអានឹងចាស់បុរាណគាត់មានជំនឿអញ្ចឹងណាខ្ញុំកម្រមាននិយាយទៅខ្ញុំអត់ដែលជាវទេអ្នកភូមិអ្នកស្រុកជង្គង់ខ្លាឃ្មុំដោយសារអសូមមានអ្នករតែនេះឃើញប្រហោងហើយណាមួយគេយកមកដល់ផ្ទះគេយកឲ្យមកដល់ផ្ទះអ្នកនៅស្ទឹងថ្មីបងប្អូនអ្នកនៅភូមិស្ទឹងថ្មីនៅផ្លូវទៅពោធិ៍សាត់ផ្លូវទៅកវាញហ្នឹងហើយពោះប្រមានេះគឺគេបានតាំងពីខែប្រាំងហ្នឹងពោះប្រមាស្ងួតល្អហើយអ្នកភូមិនៅក្នុងភូមិនោះមានអ៊ំម្នាក់គាត់ចាស់ហើយពេលដែលបានគឺគាត់ធ្វើអញ្ចឹងគាត់ហាលស្ងួតគឺគាត់ដាក់ច្រកថង់ដើម្បីការពារត្រូវទឹកដោយចេតនាអញ្ចឹងហ្នឹងហើយគឺយើងប្រើបានថ្នាំនិយាយពីថ្នាំចាស់បុរាណគាត់ប្រើសង100គុណបងប្អូនហ្នឹងហើយចាស់បុរាណហ្នឹងហើយអ្វីដែលខ្ញុំធ្លាប់ដឹងគឺគាត់ប្រើហាងរោគស្ត្រីទាស់រីងរិចទាស់មិនដឹងមុខទាស់ស្អីហ្នឹងឲ្យតែថាទាស់ហើយបើមនុស្សប្រុសវិញយើងគឺយើងប្រើថ្នាំហ្នឹងគឺយើងថ្នាំសម្រាប់ឈឺខ្នងឈឺចង្កេះហ្នឹងហើយចាស់គាត់តែងតែធ្វើចការធ្វើស្រែអីមកគាត់ឈឺខ្នងឈឺចង្កេះអីចឹងគេហៅថាដកមេដាក់មកកតយពីកតយហ្នឹងមានកាពះប្រមាហ្នឹងហើយមានថ្នាំរបស់គាត់ក្បីឡើងកអីចឹងលេងគ្នាមកបង្កើតបានជាឱសថមួយពេលល្ងាចគេហៅថាស្រាថ្នាំហ្នឹងហើយស្រាថ្នាំចឹងពោះប្រមាហ្នឹងមាន3ស្ងួតល្អបងប្អូនណាស្ងួតល្អហើយស្ងួតរឿងហើយចំពោះកញ្ចក់ខ្លាឃ្មុំនេះមាន4ហើយនឹងចង្កូមមួយនេះគឺសំណុំរបស់គេហើយចង្កូមនេះគឺຂະຫນាត8ហ៊ុនបងប្អូនធំហ្នឹងហើយចង្កូមប្រហោងគឺយើងប្រើហាងស្នែប្រើហាងការពារខ្លាឃ្មុំភាគច្រើនគឺយើងប្រើហាងស្នែហើយនឹងរឹតណាយមិនសូវជាខ្លាំងប៉ុន្មានតែបើប្រើហាងស្នែរស់ស៊ីហើយនឹងការពារបងប្អូនហ្នឹងហើយបើកញ្ចក់នេះខ្លាំងខាងការពារអមនុស្សគឺចាស់គាត់ចង់ឲ្យក្មេងពាក់ចាស់គាត់ចង់ឲ្យក្មេងពាក់ហ្នឹងហើយកម្រដែរណាបងប្អូនកម្រមានឃើញអញ្ចឹងកញ្ចក់ស៊ីនណាមិនមែនកញ្ចក់សេរ៉ាមិចកញ្ចក់ចាក់ទេហ្នឹងហើយអញ្ចឹងបងប្អូនស្រឡាញ់ចង្គោមនេះអាចសួរបានហើយពោះប្រមាណនេះមាន3បងប្អូនណាពោះប្រមាណមាន3បាទអញ្ចឹងមានតែប៉ុណ្ណាបងប្អូនចង់បានអាចចូលសារឬក៏ទេមកបាទនៅរបស់ពីអ្នកភូមិហ្នឹងហើយបាទសូមអរគុណ